ធ្វើ video zoom in and zoom out បែបនេះនៅក្នុងកម្មវិធី CapCut សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងនឹងសិក្សាអំពីការធ្វើ video zoom in and zoom out នៅក្នុងកម្មវិធី CapCut អញ្ចឹងបើសិនបើបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូចែកម្លែករបស់ខ្ញុំគឺកុំភ្លេចជួយចុច like follow and share ខ្ញុំនេះផងឥឡូវយើងទៅមើលពីរបៀបធ្វើ video zoom in and zoom out ជាមួយខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងយើងទាញវីដេអូរបស់យើងចូលតាមណាមកហើយយើងរកមើលកន្លែងណាដែលយើងនិយាយពាក្យថា zoom in and zoom out អូខេនេះគឺខ្ញុំរកឃើញហើយគឺ zoom in yes គឺត្រង់នេះហើយគឺខ្ញុំចុចលើវីដេអូ footage របស់យើងហើយយើងចូលក្នុងវីដេអូទៅមកយើងរកកន្លែង transform យើងចុច tick លើហ្នឹងមកយើង add keyframe ទៅមកយើងអូសមកទៅមុខបន្តិចកន្លែងនេះគឺនិយាយពាក្យថា in គឺយើង scale វាចូលខាងក្នុងបន្តិចមកអូខេខ្ញុំយកប៉ុណ្ណេះគឺសំតិចទៀតអូខេប៉ុណ្ណឹងបន្ទាប់មកគឺខ្ញុំទុកឲ្យវាមកសល់បន្តិចកន្លែងនេះគឺយើងនិយាយពាក្យថា and គឺយើងទុក keyframe របស់យើងឲ្យនៅនឹងមួយសិនបន្ទាប់មកបានយើងមានពាក្យថា zoom out អញ្ចឹងយើង zoom out យើងដោះនេះយក 100% មកវិញមកបានហើយអញ្ចឹងយើងសាកមើលសិនអញ្ចឹងគឺវីដេអូរបស់យើងអត់ទាន់ smooth ទេអញ្ចឹងដើម្បីឲ្យសាច់វីដេអូយើងកាន់តែ smooth គឺយើង right click មកហើយយកពាក្យថា show variable speed animation ហ្នឹងទៅមកយើងឃើញ keyframe នៅនេះហើយយើងចុច keyframe ដំបូងហើយយើង scroll មកខាងលើបន្តិចនេះយើងឃើញនៅកន្លែង motion របស់ keyframe របស់យើងចូលកន្លែង preset ហ្នឹងមកហើយយើងគឺខ្ញុំយកមួយនេះគឺ in អូខេពេល keyframe ចុងក្រោយគឺខ្ញុំយកពាក្យថា out អញ្ចឹងយើងមកមើលទាំងអស់គ្នាអូខេអញ្ចឹងបើបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូរបស់ខ្ញុំគឺកុំភ្លេចជួយចុច like ហើយនិង share follow ខ្ញុំនៅវិញផងជួបខ្ញុំនៅវីដេអូបន្ត See you next video Goodbye បងប្អូន